បាទសួស្តីការពុកម៉ែបងប្អូនត្រីអណ្ដែងទឹកត្រីអំពិលទុំបានឥឡូវយើងចាប់ដើមបេះបន្លែបាទបេះបន្លែស្លាត់ស្រួយហ្នឹងហើយនឹងស្ពៃបាទស្ពៃកញ្ញាញ់បងប្អូនអាចនេះបន្លែមានស្ពៃមានឥឡូវយើងចាប់ដើមបុកសណ្ដែកដីបាទបុកវាមិនម៉ត់ពេកបុកម៉ែបងប្អូនបាទបុកម៉ត់មើលបាទតាមចំណូលចិត្តពុកម៉ែបងប្អូនអាចម៉ត់តិចក៏បានប៉ុន្តែនឹងគេមិនឲ្យម៉ត់ពេកអត់ធ្វើឆ្ងាញ់បាទឥឡូវចាប់ដើមហាន់គួយឆ្មាដាក់ទៅមួយផ្លែបានបាទមួយផ្លែពីរផ្លែបានហើយសំខាន់ជាងគេយើងដាក់នេះអំពិលទុំបាទឥឡូវយើងហាន់ខ្ទឹមហាន់ម្ទេសបាទជាខ្ទឹមបាទលើគ្រឿងផ្សំវាមានអំពិលទុំបាទស្ករសកូនហោតខ្ទឹមក្រហមខ្ទឹមសគួយឆ្មាទឹកត្រីទឹកសណ្ដែកដីទេសជែងបាទឥឡូវយើងចាប់ដើមកូរគ្រឿងបាទកូរគ្រឿងហើយយើងដាក់គួយឆ្មាបន្តិចបាទកូរវាឆ្អិនហើយតពីកូរគ្រឿងដាក់ហើយរួចរាល់ហើយយើងកូរមួយត្រីទុំឥឡូវយើងដុសបាក់មកលើត្រីហើយយើងបានបើពងត្រីបាទពងត្រីពុកម៉ែបងប្អូនពងត្រីនេះវារៀងយូរដែរដោយសារត្រីយើងជាប្រភេទត្រីស្រស់បាទត្រីស្រស់ត្រីតែងវារៀងយូរតិចបងប្អូនបាទតែយើងយកប្រភេទត្រីស្រស់បាទចាំវាឆ្អិនបាទសាមើលវាតិចខ្លោចវាខ្លោចបាទហើយយើងដាក់អំបាច់ដាក់ភ្លើងមើលក៏យើងបខំពេកគឺវាអត់ឆ្អិនសពសាច់ទេបាទឥឡូវវាចាប់ដើមឆ្អិនផ្ដើឥឡូវឆ្អិនហើយចាំបានដួសមកដើម្បីរៀបចំញ៉ាំបាទតំណងពុកម៉ែបងប្អូនក្រោយពីដួសក្រោយពីឆ្អិនហើយនេះដួសហើយដាក់មកដុំដើម្បីរៀបចំញ៉ាំតំណងម៉ែបងប្អូនបាទអូជាតិមើលឥឡូវយើងរៀបចំញ៉ាំហើយឥឡូវចាប់ដើមញ៉ាំបាទអូដាក់មួយសិនមើលវាឆ្ងាញ់ពុកចំណងពុកម៉ែបងប្អូនអូដាក់ស្ទួយស្ដៅតិចមួយមកជាតិបងពុកឆ្ងាញ់ណាស់ដាក់ម៉ាត់ត្រីម៉ាត់ទៀតមកដាក់បាយបន្តិចទៀតមកឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអូជួបគ្នានៅវីដេអូក្រោយអរគុណពុកម៉ែបងប្អូន